លោកថងសាវុនអស់តំណែងអភិបាលខេត្តមណ្ឌលគិរីក៏ប៉ុន្តែបានកៅអីថ្មីនៅក្រសួងមហាផ្ទៃការផ្លាស់ប្ដូរនេះកើតឡើងដោយគ្មានការបញ្ជាក់មូលហេតុជាសាធារណៈដែលបង្កើតសំណួរអំពីដំណាភាពនិងការទទួលខុសត្រូវក្រោយរុះរើថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីតាមព្រះរាជក្រឹត្យចុះថ្ងៃទី23ខែឧសភាឆ្នាំ2026លោកថងសាវុនត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបន្ទាប់ពីកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរីតាំងពីថ្ងៃទី30ខែកញ្ញាឆ្នាំ2023ក្នុងពេលជាមួយគ្នាលោកកុងកំនីអភិបាលរងខេត្តក្រចេះត្រូវបានតែងតាំងជាអភិបាលខេត្តមណ្ឌលគិរីជំនួសវិញព្រះរាជក្រឹត្យមិនបានបញ្យល់ថាការផ្ទេរតំណែងនេះជាការផ្លាស់ប្ដូររដ្ឋបាលធម្មតាឬក៏ជាប់ពាក់ព័ន្ធទៅនឹងការទទួលខុសត្រូវណាមួយឡើយអ្នកវិភាគមើលឃើញថាកង្វះមូលហេតុអាចធ្វើឲ្យសាធារណជនបន្តមានចម្ងល់ជាពិសេសក្រោយមានការដកស្នងការនគរបាលមណ្ឌលគិរីលោកឡៅសុខានិងមេបញ្ជាការអាវុធហត្ថមណ្ឌលគិរីលោកហែមបូណារ៉ែលដោយមិនបញ្ជាក់មូលហេតុច្បាស់លាស់ដូចគ្នាលោកជ័យតិចអ្នកវិភាគកិច្ចការសង្គមនិងនយោបាយនិយាយថាការដកផ្ទេរឬក៏ដំឡើងឋានៈមន្ត្រីដោយមិនបញ្ជាក់មូលហេតុច្បាស់គឺជាទម្លាប់អភិបាលកិច្ចដែលខ្វះដំណាភាពលោកថាមន្ត្រីតូចទទួលទោសមន្ត្រីធំបដូរតំណែងអាចជាការលើកទឹកចិត្តដល់ជនខិលខូចដូច្នេះទេការអនុវត្តនៅអភិបាលកិច្ចដែលមិនមានតម្លាភាពរបស់រដ្ឋាភិបាលរាប់សិបឆ្នាំហើយរហូតមកដល់នៅអាណត្តិទី7នេះទៀតបាទគឺធ្វើឲ្យប្រជាពលរដ្ឋមិនអស់ចិត្តបាទមិនយល់ថាតើអ្វីជាអ្វីតើមូលហេតុអ្វីនៃការដកតំណែងមូលហេតុអ្វីដែលត្រូវឡើងតំណែងជារួមបាទគឺយើងយល់ឃើញថាវាគឺជាការលើកទឹកចិត្តបាទទៅដល់មនុស្សខិលខូចមនុស្សដែលប្រព្រឹត្តខុសច្បាប់មិនទទួលខុសត្រូវទៅវិញបាទហើយធ្វើឲ្យបញ្ហានេះមានការមិនអស់ចិត្តពីនៅក្នុងស្ទាប់ប្រជាពលរដ្ឋកម្ពុជាលោកជ័យតិចបានរំលឹកពីលោកឈុកបណ្ឌិតអតីតអភិបាលក្រុងបាវិតដែលបាញ់កម្មកររោងចក្រកាត់ដេរចំនួន3នាក់កាលពីឆ្នាំ2012តែពេលនេះលោកឈុកបណ្ឌិតជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃឆ្លើយតបទៅនឹងការលើកឡើងថាការផ្ទេរអតីតអភិបាលខេត្តមណ្ឌលគិរីទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃជាការដំឡើងស័ក្តិសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភាបានថ្លែងថាឋានៈរដ្ឋលេខាធិការមើលទៅខ្ពស់ជាងអភិបាលខេត្តក៏ប៉ុន្តែលោកបញ្យល់ថាអភិបាលខេត្តជាតំណាងរដ្ឋាភិបាលប្រចាំដែនដីដែលមានអំណាចបញ្ជាទ័ពនគរបាលនិងអាវុធហត្ថនៅក្នុងមូលដ្ឋានទោះជាយ៉ាងណាលោកប្រធានព្រឹទ្ធសភាមិនបាននិយាយពីមូលហេតុជាក់លាក់នៃការផ្ទេរលោកថងសាវុននោះទេលោកយងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាមើលឃើញថាការផ្ទេរពីអភិបាលខេត្តទៅរដ្ឋលេខាធិការជាការផ្ទេរឲ្យផុតពីអំណាចនិងលៀបចំណែកលោកកិនធាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយលើកឡើងថាប្រសិនបើមន្ត្រីមានកំហុសក្នុងការបំពេញការងារហើយត្រូវបានតែងតាំងទៅតំណែងដែលមើលទៅខ្ពស់ជាងមុនបើទោះបីជាតំណែងនោះមិនសូវមានអំណាចជាក់ស្ដែងក៏ដោយក៏វាមិនអាចជួយផ្ញើសារច្បាស់លាស់អំពីគណនេយ្យភាពទៅកាន់មន្ត្រីរាជការផ្សេងទៀតដែរលោកបន្តថាភាពមិនច្បាស់បែបនេះក៏មិនអាចជួយបង្កើនទំនុកចិត្តនិងក្តីសង្ឃឹមរបស់សាធារណជនទៅលើកំណែទម្រង់របស់រាជរដ្ឋាភិបាលឡើយ News Today បានតាក់ទងលោកប៉ែនបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលដើម្បីសុំការបញ្ជាក់ពីមូលហេតុនៃការផ្ទេរតំណែងរបស់អតីតអភិបាលខេត្តមណ្ឌលគិរីលោកមិនបានផ្ដល់ចម្លើយដោយផ្ទាល់ទេដោយណែនាំឲ្យស្ដាប់ប្រសាសន៍របស់ប្រធានព្រឹទ្ធសភាចំណែកលោកថងសាវុនមិនទទួលទូរស័ព្ទខ្ញុំរស់សុធាពី News Today NTTVអង្គរ Sprayer ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិស្នាដៃកូនខ្មែរបង្កើតឡើងដោយក្រុមហ៊ុនអង្គរ Green និងទទួលផលិតគ្រឿងចក្រកសិកម្មផ្សេងទៀតអង្គរ Green រួមគ្នាអភិវឌ្ឍនិងធ្វើទំនើបកម្មកសិកម្ម